ចឹងគាត់ថាពេលនេះយើង copy ទៅយើង copy ចេះមែនទេ1 2 3ចឹងមែនទេតែបើយើងធ្វើចឹងវាចំណាយពេលយូរមែនទេបាទស្ដីអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំចង់ចែកលេខនៅលើទូមួយទៀតឧទាហរណ៍ថាបើសិនជាយើងចង់ copy សរសរមកកាត់សរសរនឹងដាក់នៅលើគ្រប់ clip ទាំងអស់ករណីមកកាត់សរសរយើងដូចគ្នាចឹងណាឬក៏ខុសគ្នាតិចតួចតែយើងត្រូវ copy ដាក់ទាំងអស់ទៅចាំយើងលុបវិញ1 2 3នឹងវាចំណេញពេលជាងចឹងឧទាហរណ៍ថាពេលនេះយើង copy ទៅយើង copy ចេះមែនទេ1 2 3ចឹងមែនទេតែបើយើងធ្វើចឹងវាចំណាយពេលយូរមែនទេចឹងយើងមាន comment មួយគឺយើងមាន comment array កាលណាយើងមាន space ដូចគ្នាចឹងអត់អីទេចឹងយើងគ្រាន់តែ select លើសរសរមកកាត់ទី1របស់យើងមកយើង copy ហើយយើង click ចំណុចចាប់ទី1យើងវាយអក្សរ A មក array ចុច enter មួយមកវាយចំនួនមកខ្ញុំដាក់ថា15ចោលចុះហើយខ្ញុំទាញវាមកដាក់កន្លែងនេះទៅអញ្ចឹងវាចាប់ចំណុចស្មើគ្នាទាំងអស់តាមវាសាររបស់ clip របស់យើងដូចគ្នាអញ្ចឹងហើយយើងគ្រាន់តែ select លើវាទាំងអស់ចេញមកហើយនេះបើសិនជាកាលណាយើងដូចគ្នាទៀតយើង select លើទាំងអស់មួយជួរយើងមកហើយយើង CC មកឬក៏ copy CO ធម្មតាមក click ចំណុចចាប់ទី1ហើយយើងវាយអក្សរ A មក array ណាខ្ញុំដាក់ថា10ដែរមកចាំយើងលុបវាចោលវិញមកហើយទាញដាក់ចេញមកឃើញវាទៅបាទអញ្ចឹងយើងគូលឿនៗអញ្ចឹងណាមែនតើគឺមិន copy array នេះគឺវាចំណេញច្រើនឧទាហរណ៍ថាខ្ញុំលុបមួយចុចខ្ញុំចង់ copy 4 5នៅបន្ទប់នេះខ្ញុំ select វាចេះខ្ញុំ CC enter ខ្ញុំ click ចំណុចចាប់ទី1ខ្ញុំវាយអក្សរ A មកខ្ញុំដាក់ថា5ថាមកហើយដល់គ្នាវាយអក្សរ F enter មកដល់គ្នាទាញមកដាក់កន្លែងនេះទៅន័យថា5មិញគឺវាចែកប្លោះទាំងអស់ហ្នឹងគឺស្មើៗគ្នានេះទាំងអស់នេះគឺវាចែកប្លោះស្មើៗគ្នាអានេះគឺយើង copy array ហើយយើង fill វាចឹងគឺវាចែកប្លោះយើងអូតូស្មើៗគ្នាណាបាទអញ្ចឹងយើងអាចយកទៅប្រើនៅតាមលក្ខខណ្ឌផ្សេងៗបានចំពោះ command copy array ហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូបន្តទៀត